ជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំក៏សូមអង្វរអារម្មណ៍ប្រិយមិត្តមកតាមដានទស្សនាជាមួយនឹងការសម្ដែងសាច់រឿងថ្មីហើយថ្ងៃនេះផងដែរខ្ញុំនឹងនាំយកនូវខ្សែភាពយន្តមួយដែលជាប្រភេទខ្សែភាពយន្តបែបបាញ់ប្រហារនិងស៊ើបអង្កេតដែលបានបង្ហាញអំពីប្រតិបត្តិការរបស់ប៉ូលីសមួយក្រុមដែលបានធ្វើសកម្មភាពក្នុងការតាមប្រម៉ាញ់ដើម្បីធ្វើការចាប់ខ្លួនទៅកាន់ក្រុមចោរមួយក្រុមបន្ទាប់ពីពួកគេទាំងអស់គ្នានោះគឺបានធ្វើសកម្មភាពនៅក្នុងការប្លន់ទៅកាន់បណ្ដាអ្នកដំណើរដែលមានវត្តមានធ្វើដំណើរនៅខ្សែរថភ្លើងមួយខ្សែដែលធ្វើដំណើរចេញអំពីទីក្រុងប៉េជិងសាធារណរដ្ឋប្រជាមានិតចិនទៅកាន់ទីក្រុងមូស្គូទឹកដីនៃសហព័ន្ធរុស្ស៊ីហើយដើម្បីអាចដឹងថាខ្សែភាពយន្តមួយនេះនឹងមានដំណើរដើមតបន្តទៅមុខទៀតយ៉ាងណានោះរីករាយតាមដានបន្តជាមួយនឹងការសម្ដែងដូចតទៅចាប់ផ្ដើមដំបូងនៅក្នុងកំឡុងឆ្នាំ1993នៅក្នុងកំឡុងពេលនេះទស្សនវិជ្ជានៃខ្សែរថភ្លើងមួយខ្សែដែលកំពុងតែធ្វើដំណើរចេញអំពីទីក្រុងប៉េកាំងទឹកដីនៃប្រទេសចិននឹងឆ្ពោះដំណើរទៅកាន់ស្ថានីយ៍ដែលនៅទីក្រុងមូស្គូទឹកដីនៃសហព័ន្ធរុស្ស៊ីហេតុការណ៍ក្នុងកំឡុងពេលនេះផងដែរនឹងគឺមានក្រុមចោរមួយក្រុមគឺកំពុងតែធ្វើសកម្មភាពនៅក្នុងការប្លន់ទៅកាន់បណ្ដាអ្នកដំណើរដែលបានធ្វើដំណើរនៅក្នុងទូរថភ្លើងមួយនេះផងដែរពួកគេគឺបានធ្វើសកម្មភាពការប្លន់យ៉ាងសាហាវទៅកាន់អ្នកដំណើរទាំងអស់គ្នានោះមិនថាតែអ្នកដំណើរមនុស្សចាស់ឬក៏ស្ត្រីនោះទេពួកគេនឹងគឺមិនលើកលែងឲ្យនរណាម្នាក់នោះឡើយហើយពិតណាស់សកម្មភាពរបស់ពួកគេទាំងអស់គ្នានេះគឺសិតសឹងតែបានកើតចេញឡើងអំពីការរៀបចំនៅផែនការយ៉ាងល្អដោយគម្រោងការរបស់ពួកគេទាំងអស់គ្នានេះគឺចាប់ផ្ដើមឡើងដោយនារីវ័យក្មេងម្នាក់ដែលមានឈ្មោះថាសិនចិននាងគឺមានតួនាទីក្នុងការដើរតាមសង្កេតមើលទៅកាន់បណ្ដាអ្នកដំណើររតីផ្សេងទៀតដែលបានធ្វើដំណើរនៅក្នុងទូរភ្លើងមួយនេះហើយពិតណាស់មុខសញ្ញាធំរបស់ពួកគេនឹងគឺផ្ដោតសំខាន់ទៅលើអ្នករកស៊ីឬក៏អ្នកវិនិយោគផ្សេងបន្ទាប់ពីនោះនៅក្រៅពេលដែលសិនចិនបានធ្វើការកត់ចំណាំនិងសម្គាល់អំពីភិនភាគរបស់ពួកគេទាំងអស់គ្នានោះហើយនាងនឹងគឺនឹងផ្ដល់នូវព័ត៌មានទាំងអស់នេះទៅកាន់ក្រុមរបស់នាងដើម្បីធ្វើការបន្តទៀតហើយប៉ុណ្ណានៅពេលដែលក្រុមទាំងអស់គឺបានទទួលនូវព័ត៌មានអំពីសិនចិនហើយនោះពួកគេនឹងគឺចាប់ផ្ដើមនៅប្រតិបត្តិការនៅក្នុងការប្លន់ទៅកាន់អ្នកដំណើរតែម្ដងហើយសកម្មភាពនៃការប្លន់របស់ពួកគេនឹងគឺត្រូវបានបង្ហាញនៅកាលពីដើមរឿងនេះឯងដែលមើលទៅគឺពិតជាសាហាវនិងព្រៃផ្សៃខ្លាំងមែនទែនហើយពួកគេទាំងអស់គ្នានេះមិនត្រឹមតែប្លន់ជាមួយនឹងទ្រព្យសម្បត្តិរបស់អ្នកដំណើរនោះឡើយពួកគេនឹងគឺថែមទាំងបានប្រព្រឹត្តនៅអំពើមិនគប្បីមួយចំនួនទៀតនិងថែមទាំងបានបំពានទៅកាន់អ្នកដំណើរដែលជាស្ត្រីថែមទៀតផងបន្ទាប់ពីហេតុការណ៍ប្លន់បានកើតឡើងហើយនោះក្នុងកំឡុងពេលបន្ទាប់នេះព័ត៌មានទាំងអស់ហ្នឹងគឺត្រូវបានរីកសាយភាយយ៉ាងលឿនជាទីបំផុតហើយនៅក្នុងកំឡុងពេលនេះផងដែរព័ត៌មាននៃការប្លន់ទូរថភ្លើងដែលបានធ្វើដំណើរចេញពីទឹកដីនៃប្រទេសចិនឆ្ពោះទៅកាន់ទឹកដីនៃប្រទេសរុស្ស៊ីនោះគឺបានរីកសុសសាយយ៉ាងលឿនជាទីបំផុតហេតុដូចនេះហើយវានឹងក៏បានបណ្ដាលឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេះគឺចាប់ផ្ដើមមានភាពល្អកកជាមួយនឹងគ្នាផងដែរក៏ព្រោះតែក្រុមភ្នាក់ងារសន្តិសុខនៃប្រទេសរុស្ស៊ីនេះគឺបានរកឃើញថាក្រុមចៅទាំងអស់គ្នានោះគឺសិតសឹងតែជាបរិសុទ្ធនិងស្ត្រីជនជាតិចិនដែលបានធ្វើសកម្មភាពនៅក្នុងការប្លន់រថភ្លើងទៅកាន់បណ្ដាអ្នកដំណើរក៏ដូចជាអ្នកជំនួញធំដែលបានរកស៊ីនៅក្នុងប្រទេសចិននិងប្រទេសរុស្ស៊ីនោះឯងហើយដូចនេះហើយទីស្នាក់ការសន្តិសុខផ្ទៃក្នុងនៃការិយាល័យមជ្ឈិមបករបស់គណៈបកកុម្មុយនីសចិនគឺចាប់ផ្ដើមកោះប្រជុំជាមួយនឹងសមាជិករបស់ខ្លួនផងដែរហើយពិតណាស់ការប្រជុំនេះទៀតសោតគឺផ្ដោតសំខាន់ទៅលើករណីនៃការប្លន់រថភ្លើងដែលវាគឺជាការបង្កឡើងពីសំណាក់ក្រុមចៅមួយក្រុមនោះឯងហើយពិតណាស់នៅក្នុងកិច្ចប្រជុំនេះផងដែរមេបញ្ជាការម្នាក់ដែលទទួលបន្ទុកផ្នែកសន្តិសុខជាតិនិងជាមេបញ្ជាការផ្ទាល់ផងនោះគាត់នឹងក៏បានធ្វើការផ្ដល់នៅសេចក្តីទុកចិត្តរបស់ខ្លួនដើម្បីប្រគល់លើការងារនេះទៅកាន់មេបញ្ជាការម្នាក់ដែលមានឈ្មោះថាជួយលោកជួយគឺជាមេបញ្ជាការនិងជាអ្នកទទួលខុសត្រូវនៅក្នុងការបង្ក្រាបនៅលើកនេះហើយគាត់ក៏បានទទួលនៅភារកិច្ចមួយនេះពីសំណាក់ថ្នាក់លើរបស់គាត់ផងដែរក្រោយពីបានបញ្ចប់នៅកិច្ចប្រជុំរបស់ខ្លួនហើយលោកជួយនៅក្នុងកំឡុងពេលនេះក៏បានទទួលនៅព័ត៌មានពីសំណាក់ភ្នាក់ងារសម្ងាត់របស់គាត់ដែលថាក្នុងរយៈពេលមិនប្រមាណថ្ងៃខាងមុខទៀតនេះគឺនឹងមាននៅសកម្មភាពនៃការដោះដូរមួយនឹងត្រូវធ្វើឡើងផងដែរដែលវាគឺជាសកម្មភាពដែលបានធ្វើឡើងពីសំណាក់ក្រុមចៅមួយក្រុមដែលបានធ្វើការប្លន់រថភ្លើងកាលពីថ្ងៃមុននោះឯងហើយទីតាំងនៃកន្លែងណាត់ជួបរបស់ពួកគេនោះគឺធ្វើឡើងនៅទីតាំងនៃកន្លែងទុករថភ្លើងក្នុងស្ថានីយ៍ប៉េកាំងផ្ទាល់តែម្ដងបន្ទាប់ពីបានទទួលព័ត៌មានច្បាស់អំពីភ្នាក់ងារសម្ងាត់របស់គាត់ហើយនោះនៅថ្ងៃបន្ទាប់ជាពេលវេលាកំណត់នឹងលោកជួយក៏បានធ្វើដំណើរទៅកាន់ទីនោះតែម្នាក់ឯងផងដែរនៅពេលដែលគាត់បានធ្វើដំណើរទៅដល់គាត់នឹងគឺពិតជាបានឃើញនៅសកម្មភាពនៃការដោះដូររបស់ពួកគេពិតមែនដែលក្នុងកំឡុងពេលនេះគឺមានជនសង្ស័យម្នាក់គឺបានធ្វើការប្រកល់លើគ្រឿងអលង្ការមួយចំនួនទៅកាន់ភ្ញៀវរបស់ពួកគេហើយដោយសារតែឃើញបែបនេះហើយលោកជួយនឹងក៏បានធ្វើការចាប់ខ្លួនទៅកាន់បរិមម្នាក់នោះហើយប៉ុណ្ណានៅពេលដែលគេឃើញវត្តមានរបស់លោកជួយហើយនោះគេនឹងក៏មានអារម្មណ៍ភ័យស្លន់ស្លោនិង
ថែមទាំងបានរត់ចេញអំពីទីតាំងនៃកន្លែងនោះថែមទៀតផងប៉ុន្តែបើទោះបីជាគេខំប្រឹងប្រែងយ៉ាងណាក៏ដោយនៅចុងបញ្ចប់នឹងគេក៏ត្រូវបានលោកជួយចាប់ខ្លួនបានដដែលបន្ទាប់ពីនេះលោកជួយនឹងក៏បានធ្វើការបញ្ជូនខ្លួនបរិសម្នាក់នោះមកកាន់ទីតាំងនៃស្នាក់ការប៉ូលីសហើយនៅពេលដែលធ្វើដំណើរមកដល់ទីតាំងនៃកន្លែងសួរចម្លើយហើយនោះបរិសម្នាក់ដែលជាជនសង្ស័យនោះគេនឹងគឺពិតជាចិត្តរឹងមែនទែនដោយគេនឹងគឺមិនបានធ្វើការឆ្លើយឬក៏ផ្ដល់ចម្លើយណាមួយទៅកាន់ប៉ូលីសដូចជាអ្វីដែលប៉ូលីសចង់បាននោះឡើយប៉ុន្តែនៅក្រៅពេលដែលរូបគេនឹងគឺត្រូវបានលោកជួយធ្វើការនិយាយសម្លុតទៅកាន់គេហើយនោះគេនឹងក៏ចាប់ផ្ដើមផ្លាស់ប្ដូរជាមួយនឹងអេរយាប័តភ្លាមហើយនៅចុងបញ្ចប់នឹងគេក៏បានធ្វើការឆ្លើយប្រាប់អំពីរឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅកាន់លោកជួយឲ្យដឹងតែតាមពិតទៅបរិសម្នាក់នេះគឺគ្រាន់តែជាគ្នានឹងជាដៃជើងរបស់ក្រុមចៅនោះតែប៉ុណ្ណោះហើយគេនឹងក៏មិនមែនជាសមាជិកឬក៏គ្នារបស់ក្រុមចៅដែលបានធ្វើសកម្មភាពនៅក្នុងកំឡុងថ្ងៃមុននោះដែរគឺគេនឹងគឺគ្រាន់តែជាបណ្ដាញនៃការចែកចាយរបស់ពួកចៅតែប៉ុណ្ណោះគេគឺបានធ្វើការបញ្ជាក់ថាបរិសម្នាក់ដែលជាមេខ្លោងរបស់ក្រុមចៅនោះគឺគេមានរហស្សនាមថាឌីតែឌីម្នាក់នេះគឺគេគ្រប់គ្រងទៅកាន់ក្រុមចៅទាំងអស់បានប្រព្រឹត្តបទល្មើសនិងសកម្មភាពប្លន់ទៅកាន់ទូរថភ្លើងដែលបានធ្វើដំណើរចេញពីប្រទេសចិនឆ្ពោះទៅកាន់ប្រទេសរុស្ស៊ីនោះឯងលោកជួយគាត់ក៏បានបញ្ជាឲ្យកូនចៅរបស់គាត់ធ្វើការគូររូបរបស់ឌីម្នាក់នោះដើម្បីជាផុសតាងនិងតម្រុយឲ្យគ្នារបស់គាត់ដទៃផ្សេងទៀតក្នុងការស្វែងរកបរិសម្នាក់នោះមកប៉ុន្តែអ្វីដែលជាសំខាន់នោះនៅក្នុងកំឡុងពេលនោះផងដែរនឹងគេក៏បានផ្ដល់ជាមួយនឹងព័ត៌មានដ៏សំខាន់មួយទៅកាន់លោកជួយដែលថាក្នុងកំឡុងពេលប្រហែលថ្ងៃខាងមុខទៀតនេះក្រុមចៅរបស់ពួកគេនឹងក៏នឹងធ្វើនៅសកម្មភាពក្នុងការប្លន់ជាលើកទី2ទៅកាន់បណ្ដាអ្នកដំណើរទៀតហើយការប្លន់លើកទី2នេះទៀតសោតគឺធ្វើឡើងទៅលើខ្សែរថភ្លើងដដែលដែលបានធ្វើដំណើរចេញពីទីក្រុងប៉េកាំងឆ្ពោះទៅកាន់ទីក្រុងមូស្គូនោះឯងដូច្នេះហើយលោកជួយនៅពេលដែលបានទទួលនូវព័ត៌មានសំខាន់បែបនេះហើយគាត់នឹងក៏បានធ្វើការរៀបចំជាមួយនឹងភ្នាក់ងារពិសេសរបស់គាត់ក្នុងគោលបំណងដើម្បីធ្វើការតាមប្រម៉ាញ់ទៅកាន់ក្រុមចៅទាំងអស់គ្នានោះឯងបន្ទាប់មកនេះពេលវេលាថ្ងៃកំណត់នឹងក៏បានមកដល់លោកជួយជាមួយនឹងភ្នាក់ងារពិសេសរបស់គាត់ក៏បានធ្វើដំណើរឡើងទៅកាន់ទូរថភ្លើងមួយនោះហើយនៅក្នុងកំឡុងពេលបន្ទាប់នឹងរថភ្លើងក៏ចាប់ផ្ដើមធ្វើដំណើរចេញអំពីស្ថានីយ៍នៅក្នុងទឹកដីនៃប្រទេសចិនផងដែរក្នុងកំឡុងពេលដែលកំពុងធ្វើដំណើរនោះសភាពការទាំងអស់នោះគឺហាក់បីដូចជាធម្មតានោះទេប៉ុន្តែនៅក្នុងកំឡុងពេលនេះផងដែរលោកជួយនឹងក៏ចាប់ផ្ដើមចាប់អារម្មណ៍ជាមួយនឹងសកម្មភាពមិនប្រក្រតីរបស់នារីវ័យក្មេងម្នាក់តែតាមពិតទៅនាងនេះហើយគឺជាសិនចិននោះឯងបន្ទាប់ពីនោះលោកជួយនឹងក៏បានធ្វើការតាមដានទៅកាន់សិនចិនហើយប៉ុន្តែគាត់នឹងក៏បានឃើញជាមួយនឹងសកម្មភាពរបស់សិនចិនផងដែរដោយសារតែក្នុងកំឡុងពេលនេះនាងនឹងក៏កំពុងតែធ្វើការសរសេរអំពីភិនភាគក៏ដូចជាលេខបន្ទប់របស់អ្នកដំណើរដែលនាងបានធ្វើការរកឃើញក្នុងគោលបំណងដើម្បីទុកទៅឲ្យគ្នារបស់នាងដើម្បីងាយស្រួលនៅក្នុងការប្លន់នោះឯងប៉ុន្តែនៅក្នុងកំឡុងពេលនោះលោកជួយនឹងក៏បានធ្វើការទៅបន្លំបុកជាមួយនឹងសិនចិនហើយគាត់នឹងក៏បានធ្វើការដកយកជាមួយនឹងសញ្ញាព័ត៌មានមួយនោះមកហើយគាត់នឹងក៏បានដឹងផងដែរអំពីសកម្មភាពមិនប្រក្រតីដែលនឹងកំពុងកើតមានឡើងនៅក្នុងកំឡុងពេលបន្ទាប់ពីនោះក្រុមចៅទាំងអស់គ្នានឹងក៏ចាប់ផ្ដើមធ្វើសកម្មភាពកាប់ប្លន់ទៅកាន់អ្នកដំណើរដទៃផ្សេងទៀតដែលមានវត្តមាននៅក្នុងទូរភ្លើងមួយនោះហើយសកម្មភាពទាំងអស់នេះក៏ត្រូវបានក្រុមគ្នារបស់លោកជួយរួមទាំងលោកជួយផ្ទាល់នឹងគឺបានឃើញផងដែរមនុស្សទាំងពីរក្រុមគឺបានធ្វើការវាយប្រតាយបន្តគ្នាទៅវិញទៅមកហើយនៅទីបំផុតនឹងក្រុមចៅគឺមិនអាចធ្វើការកិច្ចខ្លួនអំពីការតាមប្រម៉ាញ់របស់ក្រុមប៉ូលីសបាននោះឡើយហើយនៅទីបំផុតពួកគេក៏ត្រូវបានក្រុមប៉ូលីសដែលជាភ្នាក់ងាររបស់លោកជួយនឹងធ្វើការចាប់ខ្លួនបានសម្រេចលោកជួយនៅពេលដែលគាត់មានឱកាសចាប់ខ្លួនទៅកាន់មេក្រុមចៅហើយនោះគាត់នឹងក៏បានចាប់អារម្មណ៍ថាបរិបអ្នកនេះគឺមានភិនភាគហាក់បីដូចជាមិនមែនឌីដែលជាមេក្រុមចៅដ៏ធំនោះទេហើយនេះហើយលោកជួយនឹងក៏បានផ្លាស់ប្ដូរជាមួយនឹងការអនុវត្តរបស់គាត់ដោយសារតែគាត់គឺមានបំណងចង់ប្រើប្រាស់បរិបអ្នកនេះដើម្បីស្វែងរកជាមួយនឹងវត្តមានរបស់ឌីពិតប្រាកដហើយនេះហើយលោកជួយនឹងក៏បានធ្វើការផ្លាស់ប្ដូរជាមួយនឹងផែនការរបស់គាត់ដែលលោកជួយនឹងគាត់ក៏បានបន្លំថាក្រុមរបស់ពួកគាត់នឹងគឺជាក្រុមចៅដូចគ្នាដូច្នេះហើយហេតុផលដែលក្រុមគ្នារបស់គាត់គឺបានវាយប្រហារទៅកាន់ពួកគេនោះក៏ព្រោះតែពួកគេនឹងគឺបានដណ្ដើមជាមួយនឹងមុខរបររបស់ខ្លួននោះឯងបន្តមកទៀតលោកជួយនឹងក៏បានសម្រេចចិត្តថានឹងដោះលែងពួកគេដោយគាត់ក៏នឹងប្រើប្រាស់ជាមួយនឹងគ្នាក៏ដូចជាខ្សែបណ្ដាញរបស់គាត់ដើម្បីទៅធ្វើការតាមដានទៅលើសកម្មភាពរបស់ពួកគេទាំងអស់គ្នានោះឯងក៏បន្តពេលវេលាបន្ទាប់ក្នុងទស្សនវិជ្ជានៃការប្រគំតន្ត្រីរបស់សាស្ត្រាកូវីដដែលជាតន្ត្រីដ៏ពេញនិយមនៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីនោះក្នុងកំឡុងពេលនេះយើងក៏ត្រូវបានណែនាំមកស្គាល់ជាមួយនឹងវត្តមានរបស់បរិប2នាក់ដែលបរិបម្នាក់គេនឹងគឺមានឈ្មោះថា Maisiven ហើយចំណែកបរិបម្នាក់ទៀតគេនឹងគឺមានឈ្មោះ D គេនេះហើយគឺជាមេបងធំក៏ដូចជាមេក្រុមចៅដែលបានធ្វើសកម្មភាពប្លន់ទៅកាន់អ្នកដំណើរកាលពីលើកមុននោះឯងហើយក្នុងកំឡុងពេលនេះផងដែរ D នឹងគឺគេពិតជាមានអារម្មណ៍ខឹងសម្បាជាខ្លាំងបន្ទាប់ពីគេនឹងគឺបានទទួលនូវព័ត៌មានពីសំណាក់ Maisiven ដែលថាក្នុងកំឡុងពេលនេះកូនចៅនឹងគ្នារបស់គេនឹងគឺមិនបានស្ដាប់ជាមួយនឹងបញ្ជារបស់គេនោះឡើយដែលពួកគេនឹងគឺបានធ្វើសកម្មភាពប្លន់ទៅកាន់ទូរថភ្លើងដោយមិនមានការអនុញ្ញាតពី D នោះទេកម្មភាពទាំងនេះវានឹងក៏អាចធ្វើឲ្យប៉ះពាល់ទៅដល់ក្រុមទាំងមូលរបស់ពួកគេថែមទៀតផងហើយក្នុងកំឡុងនៃកិច្ចសន្ទនារបស់ពួកគេនេះវានឹងក៏បានប៉ះពាល់ជាការរំខានទៅកាន់ទស្សនិកជនដទៃផ្សេងទៀតផង
ដែរក្នុងកំឡុងពេលជាមួយគ្នានោះបរិសុទ្ធដែលជាជនជារុស្ស៊ីវ័យចំណាស់ម្នាក់ហ្នឹងក៏បាននិយាយស្ដីបន្តទៅកាន់ឌីតែថាគេនឹងគឺពិតជាមនុស្សដែលគួររំខានខ្លាំងមែនទែននិងមិនចេះគោរពសិទ្ធិទៅកាន់អ្នកដទៃនោះឡើយចំណែកឌីនៅពេលដែលគេបាននិយាយស្ដីបន្តមកកាន់ខ្លួនហើយនោះដោយមិនចង់មានបញ្ហាអ្វីវែងឆ្ងាយគេនឹងក៏បានធ្វើការសុំទោសទៅកាន់បរិសុទ្ធចំណាស់ម្នាក់នោះប៉ុន្តែផ្ទុយទៅវិញនៅក្នុងកំឡុងពេលដែលបានបញ្ចប់ជាមួយនឹងការទស្សនាតន្ត្រីហើយនោះឌីនឹងក៏បានធ្វើដំណើរទៅពីខាងក្រោយបរិសុទ្ធចំណាស់ម្នាក់នោះហើយគេនឹងក៏បានលបចូលទៅក្នុងផ្ទះរបស់បរិសុទ្ធម្នាក់នោះនឹងថែមទាំងបានវាយសម្លាប់គាត់ថែមទៀតផងតែថាតាមពិតទៅឌីម្នាក់នេះនឹងគេមិនមែនជាមនុស្សធម្មតានោះទេតែថាគេនឹងគឺអាចលើកដៃសម្លាប់ទៅកាន់មនុស្សម្នាក់ដទៃផ្សេងទៀតប្រសិនណាជាអ្នកទាំងនោះធ្វើឲ្យគេតោះចិត្តនោះឯងកាន់មកក្នុងទស្សនវិជ្ជានៃកន្លែងរោងចក្រដែលត្រូវបានទុកចោលនៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីនេះវិញបរិសុទ្ធម្នាក់ដែលមានឈ្មោះថាវ៉ាសាលីគាត់នឹងក៏បានធ្វើសកម្មភាពក្នុងការដោះដូរនៅទំនិញជាមួយនឹងគ្នារបស់គាត់ហើយក្នុងកំឡុងពេលនេះគាត់នឹងក៏បានបញ្ជូននៅទំនិញទាំងនោះទៅកាន់អតិថិជនរបស់គាត់ផងដែរដែលទំនិញដែលវ៉ាសាលីបានធ្វើការដោះដូរនេះគឺជាអត្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែនខុសច្បាប់ដែលក្រុមអក្រិតជនទាំងអស់ហ្នឹងគឺតែងតែប្រើវាដើម្បីធ្វើការរត់គេចខ្លួនពីការតាមចាប់ពីមួយកន្លែងទៅមួយកន្លែងនោះឯងក្នុងកំឡុងពេលនៃការជួបពិភាក្សាគ្នាក្នុងការដោះដូរទំនិញនោះផងដែរបរិសុទ្ធម្នាក់ដែលជាដៃគូរកស៊ីជាមួយនឹងវ៉ាសាលីនោះក៏បានសួរមកកាន់គាត់ថាតើរូបគាត់នឹងគឺមានដឹងអំពីព្រឹត្តិការណ៍នៃការប្លន់រថភ្លើងកាលពីប្រហែលថ្ងៃមុនដែរឬក៏អត់ដោយសារតែក្នុងព្រឹត្តិការណ៍នៃការប្លន់នោះកូនចៅដែលជាដៃស្ដាំរបស់គេម្នាក់នឹងក៏ត្រូវបានក្រុមចៅបានវាយធ្វើបាបនិងថែមទាំងបានប្លន់ទៅកាន់ប្រតិបត្តិរបស់គេថែមទៀតផងហើយមិនតែប៉ុណ្ណោះក្រុមចៅទាំងនោះនឹងគឺថែមទាំងបានកាត់ម្រាមដៃទៅកាន់កូនចៅរបស់គេថែមទៀតផងហើយប្រសិនណាជាគេអាចស្វែងរកឃើញអំពីវត្តមានរបស់ក្រុមចៅនោះគឺបានណាគឺគេមិនទុកឲ្យក្រុមចៅទាំងនោះគឺនៅរស់រានមានជីវិតនោះឡើយប៉ុន្តែប៉ុណ្ណាក្នុងសកម្មភាពនៃការប្លន់មួយនេះគឺវ៉ាសាលីគាត់មិនបានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមចៅទាំងអស់គ្នានេះនោះឡើយហើយនៅស្របពេលដែលពួកគេទាំងពីរនាក់គឺកំពុងតែធ្វើការសន្ទនាគ្នានោះវត្តមានរបស់បរិសុទ្ធម្នាក់ទៀតនឹងក៏បានធ្វើដំណើរមកដល់ដែលបរិសុទ្ធម្នាក់នេះគេនឹងគឺមានឈ្មោះថាលោកជីនម្នាក់នេះគេនឹងគឺមានខ្សែរយៈជាមួយនឹងក្រុមអ្នកមានក៏ដូចជាក្រុមមហាសទ្ធិជាដើមហើយមូលហេតុដែលគេធ្វើដំណើរមកជួបជាមួយនឹងវ៉ាសាលីនេះគឺដោយសារតែគេនឹងគឺមានបំណងក្នុងការដែលឲ្យវ៉ាសាលីដើម្បីទៅធ្វើការលួចជាមួយនឹងយន្តហោះចម្បាំងរបស់កងកម្លាំងទាហានអាណាចក្ររុស្ស៊ីព្រោះប្រសិនណាជាវ៉ាសាលីអាចមានសមត្ថភាពលួចយកយន្តហោះចម្បាំងនោះមកឲ្យគេបានទោះបីជាក្នុងតម្លៃទំហំទឹកប្រាក់ច្រើនយ៉ាងណាក៏ដោយគេនឹងក៏មិនខ្លាចបង់ទៅកាន់វ៉ាសាលីនោះដែរហើយប៉ុន្តែនៅពេលដែលទទួលបានជាមួយនឹងការងារដ៏ធំបែបនេះហើយវ៉ាសាលីគឺគាត់មិនបានប្រកែកក៏ដូចជាធ្វើការបដិសេធជាមួយនឹងសំណើដ៏ល្អមួយនេះនោះទេបន្តមកទៀតនៅពេលដែលវ៉ាសាលីបានធ្វើការបញ្ចប់ជាមួយនឹងការងាររបស់គាត់ហើយនោះភ្លាមគាត់នឹងក៏បានទទួលជាមួយនឹងការផ្ញើសារពីសំណាក់សិនចិនសារតែក្នុងកំឡុងពេលនេះសិនចិននឹងគឺនាងបានធ្វើដំណើរមកដល់ទឹកដីនៃប្រទេសរុស្ស៊ីហើយនាងក៏មានបំណងដើម្បីឲ្យវ៉ាសាលីធ្វើដំណើរទៅទទួលយកនាងពីចំណតរថភ្លើងផងដែរដូច្នេះហើយមិនបង្អង់យូរឡើយនៅពេលដែលខ្លួនបានទទួលនឹងការផ្ញើសារពីសំណាក់សិនចិនហើយនោះវ៉ាសាលីនឹងក៏បានធ្វើដំណើរទៅដល់ចំណតរថភ្លើងហើយគាត់នឹងក៏បានទទួលយកសិនចិនចាក់ចែងអំពីទីនោះផងដែរក្នុងកំឡុងពេលដែលសិនចិនបានធ្វើដំណើរជាមួយនឹងវ៉ាសាលីនោះក្រុមគ្នានឹងកូនចៅរបស់លោកឈួយរួមទាំងលោកឈួយផងដែរនឹងក៏បានធ្វើដំណើរដេញតាមដានទៅកាន់អ្នកទាំងពីរហើយដូចនេះហើយវ៉ាសាលីជាមួយនឹងសិនចិននឹងក៏បានចាប់អារម្មណ៍អំពីសកម្មភាពនៃអ្នកតាមដានទៅកាន់ពួកគេតែពួកគេនឹងក៏បានធ្វើការបើកឡានដើម្បីរត់គេចចេញអំពីការតាមដានរបស់ក្រុមលោកឈួយហើយនៅទីបំផុតក្រុមរបស់លោកឈួយនឹងគឺនៅតែមិនអាចក្នុងការដេញទៅតាមអ្នកទាំងពីរនោះបានដដែលបន្ទាប់ពីនោះក្រុមរបស់លោកឈួយក៏បានធ្វើការប្រជុំគ្នាដើម្បីរៀបចំអំពីគម្រោងនៃផែនការក្នុងគោលបំណងដើម្បីតាមដានក៏ដូចជាធ្វើការស៊ើបអង្កេតទៅកាន់គ្នានឹងបណ្ដាញក្រុមចៅដែលត្រូវបានរកឃើញមិនតែប៉ុណ្ណោះលោកឈួយនឹងគឺថែមទាំងបានចាត់មនុស្សរបស់គាត់ដើម្បីឲ្យទៅធ្វើការតាមដានទៅកាន់សិនចិនជាប្រចាំក៏ព្រោះតែគាត់នឹងគឺបានយល់ថាសិនចិនគឺច្បាស់ជានៅមានទំនាក់ទំនងជាមួយនឹងក្រុមចៅនោះគឺចាក់ជាមិនខាននោះទេបន្ទាប់ពីនោះក្រុមរបស់លោកឈួយនឹងក៏បានក្លាយបន្លំអត្តសញ្ញាណរបស់ពួកគេគឺជាក្រុមអ្នកទារប្រាក់ឯកជនក្នុងគោលបំណងដើម្បីទៅជួបភ្នាក់ងារស៊ើបអង្កេតជនជារុស្ស៊ីដើម្បីមកជួយពួកគេនៅលើរឿងនេះផងដែរហើយប៉ុន្តែអត្តសញ្ញាណរបស់មនុស្សមួយចំនួនដែលត្រូវបានរកឃើញនោះលោកឈួយនឹងក៏បានផ្ដល់ទៅកាន់បរិសុទ្ធម្នាក់នោះដើម្បីធ្វើជាតម្រុយថែមទៀតផងបន្ទាប់ពីបានធ្វើកិច្ចការងារជាមួយនឹងក្រុមចៅដែលការប្លន់រថភ្លើងនោះហើយនៅក្នុងកំឡុងពេលនេះសិនចិនក៏បានធ្វើដំណើរមកដល់ផ្ទះរបស់នាងវិញផងដែរតែក្នុងកំឡុងពេលនេះសិនចិនគឺកំពុងតែធ្វើការស្នាក់នៅជាមួយនឹងមិត្តប្រុសរបស់នាងដែលមិត្តប្រុសរបស់នាងនេះគឺមានឈ្មោះថាម៉ាស៊ីវ៉ាន់ហើយគេនេះគឺជាប្អូនប្រុសរបស់ឌីនោះថែមទៀតផងហើយនៅពេលដែលបានជួបជាមួយនឹងសិនចិនហើយនោះស៊ីវ៉ាន់នឹងគេក៏បានសួរទៅកាន់នាងអំពីមូលហេតុអ្វីបានជានាងនេះគឺនៅតែបន្តក្នុងការពាក់ព័ន្ធជាមួយនឹងវ៉ាសាលីបន្តទៀតក៏ព្រោះតែអ្នកទាំងពីរនាក់នេះអតីតកាលពួកគេនឹងគឺជាគូស្នេហ៍ជាមួយនឹងគ្នាហើយដោយសារតែមានអារម្មណ៍ប្រច័ណ្ឌផងនោះស៊ីវ៉ាន់នឹងគឺថែមទាំងបានវាយធ្វើបាបទៅកាន់សិនចិនថែមទៀតផងមិនតែប៉ុណ្ណោះគេនឹងក៏បានគំរាមនឹងសម្លាប់សិនចិនប្រសិនណាជាគេនឹងគឺបានរកឃើញថាសិនចិនគឺមានបំណងក្នុងការក្បត់ទៅកាន់ពួកគេកាលមកដល់ក្នុងកំឡុងពេលនេះផងដែរអបិឌីជាមួយនឹងសង្សាររបស់គេនឹងក៏បានធ្វើដំណើរមកក្នុងទីតាំងនៃកន្លែងកាស៊ីណូមួយកន្លែងដែលទីតាំងនៃកន្លែងកាស៊ីណូមួយ
នេះនឹងគឺមានទីតាំងនៅក្នុងតំបន់លោកខាងក្រោមដីមួយដែលវាគឺជាកាស៊ីណូដ៏អាចកំបាំងហើយមានតែអ្នកមានអំណាចនិងមានប្រាក់ដ៏ច្រើននោះទេទើបអាចមានសមត្ថភាពនៅក្នុងការលេងនៅក្នុងទីនេះបានមិនតែប៉ុណ្ណោះឌីនឹងគេក៏មានប្អូនថ្លៃរបស់គេនឹងគឺកំពុងតែបំពេញការងារជាបុគ្គលិកនៅក្នុងកាស៊ីណូនេះថែមទៀតផងហើយពិតណាស់វាមិនចម្លែកនោះទេតែមូលហេតុដែលប្អូនថ្លៃរបស់គេនឹងគឺបានធ្វើការនៅក្នុងកាស៊ីណូនេះវានឹងក៏បានស្ថិតនៅក្នុងគម្រោងនៃផែនការរបស់ឌីដូចគ្នាក៏ព្រោះតែពេលឌីនៅក្នុងកំឡុងពេលនេះគេនឹងគឺបានបំវែជាមួយនឹងគោលដៅរបស់គេជាថ្មីព្រោះតែក្នុងកំឡុងពេលនេះឌីគឺគេមិនចង់បន្តអនុវត្តនៅផែនការក៏ដូចជាសកម្មភាពនៅក្នុងការប្លន់របស់គេបន្តទៀតនោះឡើយក៏ព្រោះតែសកម្មភាពទាំងនេះក្នុងកំឡុងពេលនេះគឺត្រូវបានរឹតបន្តឹងពីសំណាក់ក្រុមភ្នាក់ងារប៉ូលីសទាំងពីរប្រទេសដូច្នេះហើយវានឹងគឺពិតជារឿងលំបាកសម្រាប់ពួកគេនៅក្នុងការបន្តនៅអាជីពមុខរបរមួយនេះហើយនៅក្នុងកំឡុងពេលនេះគេនឹងគឺមានគម្រោងនៅក្នុងការប្លន់ទៅកាន់កាស៊ីណូមួយនេះផ្ទាល់ដែលប្អូនថ្លៃរបស់ឌីនឹងគេក៏បានបញ្ជាក់ផងដែរថានៅរៀងរាល់ថ្ងៃទី15នៃខែនីមួយៗកាស៊ីណូរបស់គេនឹងគឺតែងតែធ្វើការដឹកជញ្ជូននៅលុយរបស់ពួកគេនឹងតាមរយៈតំបន់លោកខាងក្រោមដីដើម្បីធ្វើដំណើរទៅកាន់ទីតាំងនៃកន្លែងធនាគារក្នុងគោលបំណងដើម្បីរក្សាទុកនោះឯងដូច្នេះហើយបើតាមផែនការរបស់ឌីពួកគេក៏នឹងធ្វើការបង្កប់ខ្លួនដើម្បីធ្វើការប្លន់នៅក្នុងកំឡុងពេលដែលកាស៊ីណូគឺបានធ្វើការដឹកជញ្ជូនលុយនោះឯងហើយដូច្នេះហើយឌីគឺគេត្រូវការជាមួយនឹងចំនួនមនុស្សបន្ថែមទៀតដើម្បីជួយមកកាន់ខ្លួននៅក្នុងបេសកកម្មនៅលើកនេះនៅក្នុងពេលវេលាថ្ងៃបន្ទាប់អាប៉េឌីនឹងក៏បានធ្វើការមកជួបជុំគ្នាជាមួយនឹងកូនចៅក៏ដូចជាគ្នារបស់ពួកគេដទៃផ្សេងទៀតដោយសារតែក្នុងកំឡុងពេលនេះពួកគេគឺធ្វើការជួបជុំគ្នាដើម្បីធ្វើការបែងចែកជាមួយនឹងទ្រព្យសម្បត្តិនិងភោគលាភដែលពួកគេនឹងគឺបានទទួលអំពីការប្លន់នៅលើកមុនប៉ុន្តែប៉ុណ្ណាការចរចារវាងពួកគេទាំងពីរក្រុមនឹងគឺហាក់បីដូចជាមិនចូលនៅឡើយដោយសារតែភាគីម្ខាងគឺហាក់បីដូចជាបង្ហាញជាមួយនឹងការចង់បានចំណែកលើរៀងៗខ្លួនដូច្នេះហើយវានឹងក៏បានបណ្ដាលឲ្យភាគីទាំងពីរគឺបានតឹងសរសៃកជាមួយនឹងគ្នាថែមទៀតផងនៅក្នុងកំឡុងពេលនោះអាប៉េឌីនឹងគេក៏បានលើកយកជាមួយនឹងការដែលយីសៅគឺបានដឹកនាំជាមួយនឹងកូនចៅដើម្បីទៅធ្វើការប្លន់ដោយមិនមានជាមួយនឹងវត្តមានរបស់ឌីនោះឡើយហើយមិនតែប៉ុណ្ណោះគេនឹងគឺថែមទាំងបានប្រឆាំងជាមួយនឹងបញ្ជារបស់ឌីថែមទៀតផងដូច្នេះហើយវានឹងក៏បានបណ្ដាមនុស្សទាំងពីរក្រុមនេះគឺបានធ្វើការប៉ះទង្គិចគ្នានៅក្នុងកំឡុងពេលនោះផងដែរស៊ីវ៉ាន់ដែលជាកូនចៅរបស់ឌីនឹងគេក៏បានចាក់សម្លាប់ទៅកាន់នារីម្នាក់ដែលជាកូនចៅរបស់យីសៅហើយដោយសារតែឃើញអំពីសភាពការហាក់បីដូចជាមិនស្រួលហើយនោះយីសៅនឹងគេក៏បានបញ្ញានឹងធ្វើដំណើររត់ចាក់ចេញអំពីទីតាំងនៃកន្លែងមនុស្សទៅហើយការមកដល់ក្រុមរបស់លោកឈួយនៅក្នុងកំឡុងពេលនេះពួកគេនឹងក៏បានទទួលជាមួយនឹងសាកសីថ្មីដោយសារតែក្នុងកំឡុងពេលនេះនារីម្នាក់ដែលជាជនរងគ្រោះនៅលើហេតុការណ៍នៃការប្លន់ការពីលើកមុននោះក៏បានធ្វើការមកផ្ដល់ជាមួយនឹងសក្ខីកម្មផងដែរដែលនេះគឺជាជនរងគ្រោះម្នាក់នៅក្នុងចំណោមជនរងគ្រោះដទៃផ្សេងទៀតដែលស្ថិតក្រោមការធ្វើបាបពីសំណាក់ក្រុមចៅទាំងនោះប៉ុន្តែនាងនឹងក៏បានបញ្ជាក់ទៅកាន់លោកឈួយផងដែរថាតាមពិតទៅនាងគឺមិនបានឃើញមុខជាមួយនឹងក្រុមចៅទាំងអស់គ្នានេះនោះទេប៉ុន្តែអ្វីដែលនាងបានដឹងអំពីពួកគេនោះគឺរៀងរាល់ដែលពួកគេធ្វើសកម្មភាពប្លន់ទៅកាន់អ្នកដំណើរដទៃផ្សេងទៀតនោះមេក្រុមរបស់គេម្នាក់នឹងគឺតែងតែស្ដាប់ជាមួយនឹងចម្រៀងដែលជាទំនុកទី5របស់សាស្ត្រាកូវីដដែលវានឹងគឺជាចម្រៀងដ៏ពេញនិយមរបស់ប្រទេសរុស្ស៊ីនោះឯងហើយទៅនេះហើយលោកឈួយក៏បានដឹកនាំជាមួយនឹងកងកម្លាំងក៏ដូចជាគ្នារបស់គាត់ដើម្បីធ្វើដំណើរទៅកាន់ទីតាំងនៃកន្លែងលក់ VCD មួយនោះដើម្បីធ្វើការស្វែងរកនិងកំណត់អត្តសញ្ញាណចំពោះបុគ្គលដែលតែងតែគ្រប់គ្រងជាមួយនឹងបទចម្រៀងមួយនេះផងដែរចំណែកនៅក្នុងផ្ទះរបស់វ៉ាសាលីនៅក្នុងកំឡុងពេលនេះឌីជាមួយនឹងគ្នារបស់គេនឹងក៏បានធ្វើដំណើរមកជួបជាមួយនឹងវ៉ាសាលីដល់ក្នុងផ្ទះរបស់គាត់ផងដែរតែការមកជួបគេនៅក្នុងកំឡុងពេលនេះឌីនឹងគឺគេមានបំណងក្នុងការអូសទាញឲ្យវ៉ាសាលីចូលរួមជាមួយនឹងពួកគេក្នុងគម្រោងនៃការប្លន់ទៅកាន់កាស៊ីណូមួយនោះប៉ុន្តែពិតណាស់បើទោះបីជាមានសំណើនឹងការលើកឡើងដ៏ល្អយ៉ាងណាសម្រាប់វ៉ាសាលីក៏ដោយក៏គាត់នឹងគឺនៅតែបដិសេធជាមួយនឹងបំណងរបស់ឌីនោះដដែលក៏ព្រោះតែគាត់គឺមិនចង់ចូលរួមជាមួយនឹងអំពើខុសច្បាប់របស់ឌីនោះឡើយហើយនៅក្នុងកំឡុងពេលនោះឌីនៅពេលដែលបានឃើញវ៉ាសាលីបង្ហាញជាមួយនឹងចេតនាមិនចង់ចូលរួមជាមួយនឹងខ្លួនបែបនេះហើយឌីនឹងគេក៏បានលើកយកអំពីសុវត្ថិភាពកូនស្រីយកមកគំរាមទៅកាន់វ៉ាសាលីក៏ព្រោះតែនៅក្នុងកំឡុងពេលនោះវ៉ាសាលីគឺគាត់មិនទាន់មានឱកាសក្នុងការជួបមុខជាមួយនឹងកូនស្រីនោះទេហើយដោយសារតែមានការព្រួយបារម្ភអំពីសុវត្ថិភាពកូនស្រីដែលអាចនឹងត្រូវកូនចៅគ្នារបស់ឌីធ្វើបាបនោះចុងក្រោយវ៉ាសាលីនឹងក៏បានសម្រេចចិត្តនឹងយល់ព្រមដើម្បីចូលរួមជាមួយនឹងពួកគេក្នុងគម្រោងនៃផែនការមួយនេះបន្ទាប់ពីបាននិយាយដឹងគ្នាអស់ហើយនោះក្នុងកំឡុងពេលបន្ទាប់ពួកគេក៏ចាប់ផ្ដើមអនុវត្តនៅផែនការក្នុងការចូលទៅកាន់ទីតាំងនៃកន្លែងលូមនុស្សជារៀងរាល់ថ្ងៃវ៉ាសាលីជាមួយនឹងគ្នាដែលជាកូនចៅរបស់ឌីនឹងក៏បានធ្វើសកម្មភាពនៅក្នុងលូមនុស្សដើម្បីបុកទម្លុះលូមនុស្សជាផ្លូវសម្រាប់ពួកគេធ្វើដំណើរនៅក្នុងកំឡុងពេលដែលបំពេញនៅបេសកកម្មហើយមិនយូរប៉ុន្មានសកម្មភាពរបស់ពួកគេនឹងក៏ត្រូវបានសម្រេចដោយជោគជ័យបន្ទាប់ពីនោះហើយឌីនឹងគេក៏បានទៅបញ្ជាទៅកាន់កូនចៅរបស់គេដើម្បីធ្វើការតាមសម្លាប់ទៅកាន់អតីតកូនចៅរបស់គេដែលមានឈ្មោះថាយីសៅក្នុងគោលបំណងដើម្បីសងសឹកនិងសម្លាប់យីសៅដែលហ៊ានក្បត់ទៅកាន់គេនោះឯងដែលយីសៅនៅក្នុងកំឡុងពេលនេះគេនឹងក៏បានធ្វើដំណើរដើម្បីមកទទួលយកជាមួយនឹងលិខិតឆ្លងដែនដើម្បីអាចរកគេគឺមានឱកាសក្នុងការរត់ចាកចេញអំពីប្រទេសមួយនេះប៉ុន្តែនៅក្នុងកំឡុងពេលដែលយីសៅរៀបតែនឹងធ្វើដំណើរចាកចេញទៅហើយនោះកូនចៅរបស់ឌីដែលជាខ្មាន់កំភ្លើនឹងក៏បានធ្វើដំណើរមកដល់ហើយគេនឹងក៏បានធ្វើការបាញ់ប្រហារទៅកាន់យីសៅក្នុងគោលបំណងដើម្បីសម្លាប់បំបិទមាត់
ប៉ុន្តែបើទោះបីជាបែបណាក៏ដោយយីសាវនឹងគេក៏អាចមានឱកាសរត់ចាក់ចេញហើយគប់ផ្សំក្នុងកំឡុងពេលនោះផងដែរលោកជួយជាមួយនឹងគ្នារបស់គាត់នឹងក៏បានធ្វើដំណើរមកដល់ដូចគ្នាលោកជួយគាត់ក៏បានធ្វើការជួយសង្គ្រោះយីសាវដែលនាំរូបគេឡើងទៅលើឡានផងដែរហើយនៅក្នុងស្ថានភាពដែលកំពុងតែរងរបួសជាទម្ងន់នោះយីសាវនឹងគេក៏បានព្យាយាមប្រាប់ទៅកាន់លោកជួយអំពីតម្រុយនិងផោះតាងមួយចំនួនដែលលោកជួយត្រូវការផងដែរតែថាតាមពិតទៅរាល់សកម្មភាពនិងគម្រោងនៃផែនការនៃការប្លន់ទាំងឡាយនេះគឺស្ថិតក្រោមការគ្រប់គ្រងនិងបញ្ជាផ្ទាល់ពីសំណាក់ឌីតែម្នាក់គត់ហើយឌីនេះហើយគឺជាជនល្មើសដ៏ធំដែលក្រុមរបស់លោកជួយនេះគឺកំពុងតែធ្វើការស្វែងរកនោះឯងមិនតែប៉ុណ្ណោះគេនឹងក៏បានប្រាប់អំពីគម្រោងនៅផែនការក្នុងគោលបំណងដើម្បីធ្វើការប្លន់ទៅកាន់កាស៊ីណូមួយកន្លែងដែលជាផែនការរបស់ឌីបានគ្រោងទុកក្នុងកំឡុងពេលដែលយីសាវកំពុងតែធ្វើការប្រាប់ទៅកាន់លោកជួយនោះភ្លាមៗកូនចៅរបស់ឌីនឹងក៏បានធ្វើដំណើរមកដល់និងបានបើកឡានរបស់គេដើម្បីទៅបំបុកឡានរបស់អ្នកទាំងពីរដែលបានបណ្ដាលឲ្យឡានរបស់លោកជួយនឹងក៏ត្រូវបានកលាប់ផងដែរមិនតែប៉ុណ្ណោះយីសាវគេក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុមួយនេះបន្ទាប់ពីទទួលបានព័ត៌មាននឹងតម្រុយពីសំណាក់យីសាវហើយនោះភ្លាមៗលោកជួយក៏បាននាំជាមួយនឹងគ្នារបស់គាត់ធ្វើដំណើរទៅកាន់ទីតាំងនៃកន្លែងលូក្រោមដីមនុស្សហើយគាត់ក៏បានធ្វើការពិនិត្យមើលនៅក្នុងបរិវេណលូមនុស្សផងដែរក្រែងលោអាចមានតម្រុយពាក់ព័ន្ធជាមួយនឹងសកម្មភាពខុសច្បាប់របស់ក្រុមឌីនោះឯងក្នុងកំឡុងពេលដែលកំពុងតែធ្វើការស្វែងរកនោះលោកជួយគាត់ក៏បានឮជាមួយនឹងសំឡេងពាក់ព័ន្ធជាមួយនឹងការស្វាដែលជាការស្វារបស់វ៉ាសាលីតែជាសំណាងល្អក្នុងកំឡុងពេលនោះវ៉ាសាលីនឹងគេក៏បានដឹងផងដែរហើយគេក៏បានធ្វើការបញ្ឈប់សកម្មភាពភ្លាមបន្ទាប់ពីនោះវ៉ាសាលីគេក៏បានធ្វើដំណើរដើម្បីទៅជួបជាមួយនឹងសិនចិនប៉ុន្តែនៅក្នុងកំឡុងពេលនេះគឺគេមិនបានដឹងនៅឡើយថាសិនចិនក៏កំពុងតែត្រូវបានតាមដានពីសំណាក់គ្នាដែលជាកូនចៅរបស់លោកជួយផងដែរហើយពួកគេនៅពេលដែលបានឃើញវត្តមានរបស់វ៉ាសាលីបែបនេះហើយពួកគេនឹងក៏បានបញ្ញាដើម្បីដេញតាមទៅកាន់អ្នកទាំងពីរហើយនៅពេលដែលក្រុមប៉ូលីសស្ទើរតែអាចមានឱកាសក្នុងការចាប់ខ្លួនទៅកាន់អ្នកទាំងពីរនោះបានទៅហើយពួកគេនឹងក៏បានធ្វើដំណើរគេចចូលទៅកាន់ទីតាំងនៃកន្លែងវងមនុស្សដោយសារតែក្នុងកំឡុងពេលនោះស្ថានភាពនឹងគឺមិនទៅជាល្អប៉ុន្មាននោះទេប្រទេសរុស្ស៊ីទាំងមូលក្រោយអំពីបិទបញ្ចប់នៃសង្គ្រាមលោកលើកទី2ហើយនោះស្ថានភាពសេដ្ឋកិច្ចគឺមិនសូវជាល្អប៉ុន្មាននោះឡើយប្រជាជននឹងគឺបានធ្វើការតវ៉ាទាមទារស្ទើរតែគ្រប់ទីកន្លែងពាសពេញផ្ទៃប្រទេសទៅហើយដែលទាំងនេះហើយវានឹងក៏បានផ្ដល់ជាឱកាសសម្រាប់ពួកគេទាំងពីរដែលធ្វើការរត់គេចចេញបានសម្រេចផងដែរបន្ទាប់ពីបានធ្វើដំណើរមកដល់ទីតាំងនៃកន្លែងស្នាក់ការប៉ូលីសវិញហើយក្នុងកំឡុងពេលនេះលោកជួយក៏បានទទួលជាមួយនឹងសាក្សីថ្មីផងដែរដែលគាត់នឹងគឺជានារីវ័យចំណាស់ជនជាតិរុស្ស៊ីដែលប្តីរបស់គាត់នឹងគឺត្រូវបានឌីសម្លាប់នោះឯងប៉ុន្តែសម្រាប់ការផ្ដល់ចម្លើយរបស់គាត់នឹងគឺមិនបានច្រើននោះទេហើយគាត់គឺអាចត្រឹមតែប្រាប់ទៅកាន់ក្រុមភ្នាក់ងារប៉ូលីសថានៅរយៈពេលមិនប្រមាណថ្ងៃខាងមុខទៀតនេះក៏គេនឹងមានការប្រគំតន្ត្រីមួយដែលជាទំនុកទី5របស់សាស្ត្រាកូវីដដែលច្បាស់ណាស់ថាឃាតករម្នាក់នោះគឺច្បាស់ជានឹងធ្វើការបង្ហាញខ្លួននៅក្នុងកំឡុងពេលនៃការប្រគំតន្ត្រីមនុស្សជាក់ជាមិនខាននោះឡើយបន្ទាប់ពីបានទទួលនៅព័ត៌មានទាំងអស់នេះហើយក្នុងកំឡុងពេលនៃការប្រគំតន្ត្រីនឹងក៏ចាប់ផ្ដើមមកដល់ពេលនេះលោកជួយជាមួយនឹងក្រុមការងាររបស់គាត់ក៏ចាប់ផ្ដើមអនុវត្តនៅផែនការដើម្បីធ្វើការតាមចាប់ទៅកាន់ក្រុមរបស់លោកឌីភ្នាក់ងារប៉ូលីសទាំងអស់ហ្នឹងគឺត្រូវបានបញ្ជូនមកនិងបានបង្កប់ខ្លួនដើម្បីធ្វើការតាមឃ្លាំមើលក្រែងលោអាចឌីនឹងគឺនឹងបង្ហាញខ្លួនក្នុងកំឡុងពេលនោះដូចគ្នាហើយពិតជាដោយអ្វីដែលក្រុមប៉ូលីសគឺបានសង្ស័យពិតមែននៅក្នុងកំឡុងពេលនេះហ្នឹងឌីជាមួយនឹងគ្នារបស់គេហ្នឹងក៏បានធ្វើដំណើរដើម្បីមកទស្សនាជាមួយនឹងការប្រគំតន្ត្រីនេះផងដែរប៉ុន្តែនៅមុនពេលដែលក្រុមប៉ូលីសរបស់លោកជួយអាចធ្វើការឃាត់ខ្លួនទៅកាន់គ្នារបស់ពួកគេនោះបានក៏ស្រាប់តែឌីជាមួយនឹងគ្នាហ្នឹងក៏បានបន្លំខ្លួនទៅជាមួយនឹងអ្នកដែលមានអំណាចទៅក្នុងតំបន់នោះផងដែរដូច្នេះហើយពួកគេនឹងក៏បានរារាំងមិនឲ្យក្រុមប៉ូលីសនឹងធ្វើការចាប់ខ្លួនទៅកាន់ឌីបាននោះឡើយដែលវាក៏បានបង្កជាការល្អសម្រាប់ឌីជាមួយនឹងគ្នាធ្វើការគេចចេញអំពីទីនោះផងដែរហើយនៅក្រៅពីអាចគេចខ្លួនអំពីការតាមចាប់របស់ក្រុមភ្នាក់ងារប៉ូលីសបានហើយឌីនឹងគឺគេមិនបានធ្វើដំណើរទៅឆ្ងាយនោះឡើយដោយគេក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់សិនចិនហើយមិនតែប៉ុណ្ណោះគេនឹងក៏បានវេធ្វើបាបនិងថែមទាំងបានរំលោភទៅកាន់សិនចិនថែមទៀតផងហើយនៅពេលដែលស៊ីវែនដែលជាមិត្តប្រុសរបស់សិនចិននឹងបានធ្វើដំណើរមកដល់នឹងបានឃើញថាមិត្តស្រីរបស់ខ្លួននឹងគឺត្រូវបានឌីធ្វើបាបបែបនេះហើយគេនឹងក៏មានអារម្មណ៍ខឹងសម្បាជាខ្លាំងនិងបានស្ទុះរកទៅវាយឌីថែមទៀតផងប៉ុន្តែពិតណាស់ដោយសារតែគេនឹងគឺបានគោរពកោតខ្លាចជាមួយនឹងអំណាចរបស់ឌីហើយមិនតែប៉ុណ្ណោះគេនឹងគឺបានចាត់ទុកឌីដូចជាបងប្រុសបង្កើតរបស់គេអញ្ចឹងដែលវានឹងក៏បានធ្វើឲ្យរូបគេនឹងគឺមិនហ៊ានតបតជាមួយនឹងឌីបន្តទៀតនោះឡើយហើយនៅចុងក្រោយគេនឹងក៏បានជ្រើសរើសដើរតាមឌីដោយបោះបង់ជាមួយនឹងការការពារទៅកាន់មិត្តស្រីរបស់ខ្លួនដែលវានឹងក៏បានធ្វើឲ្យសិនចិននេះគឺមានអារម្មណ៍អស់សង្ឃឹមជាមួយនឹងរូបគេជាខ្លាំងសិនចិននឹងក៏បានធ្វើដំណើរទៅកាន់ទីតាំងនៃកន្លែងស្នាក់ការប៉ូលីសនិងបានផ្ដល់ជាមួយនឹងតម្រុយក៏ដូចជាផែនការអាចកំបាំងមួយចំនួនរបស់ក្រុមឌីនឹងប្រាប់ទៅកាន់លោកជួយឲ្យបានដឹងផងដែរដែលថាឌីនឹងគឺគេមានឈ្មោះពិតថាម៉ាគីនសានហើយក្នុងកំឡុងពេលយប់នេះវេលាម៉ោង
ពីឌីជាមួយនឹងគ្នានឹងក៏នឹងធ្វើការអនុវត្តនៅផែនការដើម្បីប្លន់ទៅកាន់លុយរបស់កាស៊ីណូនៅក្នុងកំឡុងពេលដែលកាស៊ីណូធ្វើការដឹកចល័តលុយទៅកាន់ទីតាំងនៃកន្លែងធនាគារហើយពិតណាស់ទីកន្លែងដែលពួកគេនឹងធ្វើសកម្មភាពទាំងអស់នេះគឺជាទីតាំងនៃកន្លែងលូខាងក្រោមដីនោះឯងបន្ទាប់ពីបានទទួលនូវព័ត៌មានដ៏ច្បាស់លាស់ដែលបានផ្ដល់ពីសំណាក់សិនជិនហើយនោះក្នុងកំឡុងពេលនេះលោកជួយក៏បានដឹកនាំជាមួយនឹងកងកម្លាំងប៉ូលីសរបស់គាត់ជាច្រើនធ្វើដំណើរទៅកាន់ទីតាំងនៃកន្លែងលូមនុស្សក្រុមប៉ូលីសទាំងអស់ហ្នឹងក៏បានធ្វើការបង្កប់ខ្លួនដើម្បីឃ្លាំមើលអំពីសកម្មភាពរបស់ក្រុមឌីប្រសិនណាជាពួកគេរកឃើញថាឌីហ្នឹងគឺពិតជាធ្វើសកម្មភាពពិតមែនក្រុមប៉ូលីសនឹងបានប្រតិបត្តិការដើម្បីទៅចាប់ខ្លួនពួកគេទាំងអស់គ្នានោះតែម្ដងហើយមិនតែប៉ុណ្ណោះលោកជួយនឹងក៏បានបន្លំខ្លួនចូលទៅក្នុងកាស៊ីណូមួយនោះដែលគាត់ក៏បានជួបជាមួយនឹងម៉ាជីងសានៅក្នុងនោះផងដែរពេលវេលាដែលបានកំណត់ហ្នឹងគឺបានមកដល់ក្នុងកំឡុងពេលនេះខាងក្រុមកាស៊ីណូហ្នឹងក៏បានចាប់ផ្ដើមនៅប្រតិបត្តិការរបស់ខ្លួនក្នុងការដឹកជញ្ជូនលុយដ៏ច្រើនចេញអំពីទីតាំងនៃកន្លែងកាស៊ីណូមួយនេះឆ្ពោះទៅកាន់ទីតាំងនៃកន្លែងធនាគារដោយពួកគេនេះគឺបានជ្រើសរើសនៅជម្រើសនៅក្នុងការដឹកជញ្ជូនតាមរយៈផ្លូវទឹកពិតមែនហើយនៅក្នុងកំឡុងពេលជាមួយគ្នានោះនៅពេលដែលបានឃើញអំពីឱកាសល្អហើយវ៉ាសេលីជាមួយនឹងគ្នាដែលជាកូនចៅរបស់ឌីនឹងក៏បានចាប់ផ្ដើមនៅផែនការរបស់ខ្លួនផងដែរដោយពួកគេនឹងគឺបានបើកការវាយប្រហារទៅកាន់កងសន្តិសុខរបស់កាស៊ីណូហើយពួកគេក៏អាចមានឱកាសក្នុងការដណ្ដើមយកនៅប្រាក់ទាំងអស់នោះដើម្បីធ្វើដំណើរចាកចេញផងដែរប៉ុន្តែពិតណាស់គម្រោងនៅផែនការរបស់ឌីជាមួយនឹងគ្នានឹងគឺពិតជាមិនបានសម្រេចទៅដល់រលូននោះឡើយក៏ព្រោះតែវត្តមានរបស់ប៉ូលីសជាច្រើនដែលបានបង្កប់ខ្លួននៅក្នុងលូមួយនោះក៏បានបើកការវាយប្រហារដើម្បីតាមចាប់ខ្លួនទៅកាន់ពួកគេផងដែរដូច្នេះហើយឈុតឆាកនៃការបាញ់ប្រហារគ្នារវាងក្រុមប៉ូលីសជាមួយនឹងក្រុមចៅនឹងក៏បានកើតមានឡើងនៅក្នុងទីតាំងនៃកន្លែងមួយនោះផងដែរក្រុមគ្នារបស់ចៅដែលមានឌីជាអ្នកដឹកនាំប្រដាប់ទៅដោយកំភ្លើងពេញដៃនោះក៏បានបើកការបាញ់ប្រហារទៅកាន់ក្រុមប៉ូលីសដែលតម្រូវឲ្យក្រុមប៉ូលីសនឹងគឺត្រូវធ្វើការការពារខ្លួនជាពិសេសដូចគ្នាក្រុមប៉ូលីសក៏បានធ្វើការបាញ់ប្រហារទប់ទល់ជាមួយនឹងក្រុមចៅទៅវិញទៅមកហើយនៅទីបំផុតបន្ទាប់ពីមានការខិតខំប្រឹងប្រែងពីសំណាក់លោកជួយជាមួយនឹងក្រុមការងារហើយនោះក្រុមប៉ូលីសក៏អាចមានឱកាសក្នុងការចាប់ខ្លួនទៅកាន់គ្នាដែលជាកូនចៅរបស់ឌីបានផងដែរប៉ុន្តែចំពោះវត្តមានរបស់ឌីជាមួយនឹងកូនចៅប៉ុន្មានអ្នកទៀតគឺបានរត់គេចចេញអំពីទីនោះបានសម្រេចបាត់ទៅហើយប៉ុន្តែប៉ុណ្ណោះឌីនឹងក៏បានបង្ហាញជាមួយនឹងការខឹងសម្បាជាខ្លាំងទៅកាន់សិនចិនដែលនេះនឹងគឺហ៊ានក្បត់ជាមួយនឹងពួកគេក៏ដូចជាយកព័ត៌មាននៃផែនការសម្ងាត់របស់ខ្លួននឹងប្រាប់ទៅកាន់ក្រុមប៉ូលីសដូច្នេះហើយឌីនឹងក៏បានបញ្ជាទៅកាន់ស៊ីវុនដើម្បីឲ្យរូបគេនឹងធ្វើដំណើរទៅកាន់មន្ទីរពេទ្យដែលសិនចិនកំពុងតែធ្វើការសម្រាកនោះក្នុងគោលបំណងដើម្បីសម្លាប់នាងចោលតែម្ដងចំណែកសិនចិននៅក្នុងកំឡុងពេលដែលកំពុងតែទទួលបានការសម្រាកព្យាបាលនោះនាងនឹងក៏ថែមទាំងបានផ្ដល់នូវព័ត៌មានសំខាន់មួយចំនួនពាក់ព័ន្ធជាមួយនឹងវ៉ាសេលីនឹងប្រាប់ទៅកាន់ក្រុមប៉ូលីសរបស់លោកជួយថែមទៀតផងដែលតាមពិតទៅវ៉ាសេលីនឹងគឺគេមិនមែនជាមនុស្សអាក្រក់នោះទេប៉ុន្តែហេតុផលដែលបានបណ្ដាលគេចូលខ្លួនជាមួយនឹងសកម្មភាពខុសច្បាប់របស់ក្រុមឌីនោះក៏ដោយសារតែឌីនឹងគឺបានយកកូនស្រីរបស់វ៉ាសេលីនឹងដើម្បីជាការគំរាមទៅកាន់គេវ៉ាសេលីគាត់នឹងគឺមានឈ្មោះពិតថាឈិនយូហួរគ្រួសាររបស់គាត់ទាំងអស់នឹងគឺត្រូវបានឃាតករធ្វើការបាញ់សម្លាប់អស់ទៅហើយនៅក្នុងកំឡុងពេលនេះគាត់នឹងគឺនៅរស់រានមានជីវិតតែម្នាក់ឯងតែប៉ុណ្ណោះជាមួយនឹងវត្តមានរបស់កូនស្រីដែលត្រូវបានគេចាប់ខ្លួនថែមទៀតផងកូនស្រីរបស់វ៉ាសេលីនៅក្នុងកំឡុងពេលនេះគឺត្រូវបានគ្នាដែលជាកូនចៅរបស់ឌីនឹងគឺបានធ្វើការនាំខ្លួននាងយកទៅបាត់ទៅហើយដូច្នេះហើយទៅបានបណ្ដាលឲ្យពួកគេនឹងគឺមានកូនសោសំខាន់ដើម្បីប្រើប្រាស់ទៅកាន់វ៉ាសេលីបន្ទាប់ពីបានទទួលនូវការផ្ដល់ចម្លើយដ៏សំខាន់ពីសំណាក់សិនចិនហើយនោះក្នុងកំឡុងពេលបន្ទាប់ក្រុមភ្នាក់ងារប៉ូលីសដែលមានទាំងវត្តមានរបស់លោកជួយផងដែរក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់វ៉ាសេលីដូចគ្នាក្រុមប៉ូលីសនឹងក៏បានធ្វើការឆែកឆេរទៅកាន់ផ្ទះរបស់វ៉ាសេលីស្របពេលដែលគាត់នឹងក៏បានប្រកែកថាគាត់នឹងគឺមិនបានធ្វើខុសអ្វីនោះឡើយប៉ុន្តែបន្ទាប់ពីក្រុមប៉ូលីសអាចស្វែងរកឃើញលិខិតឆ្លងដែនខុសច្បាប់ជាច្រើនដែលវ៉ាសេលីនឹងគឺបានធ្វើតាមការកំងរបស់អតិថិជនរបស់ខ្លួនហើយនោះក្រុមប៉ូលីសក៏បានធ្វើការនាំខ្លួនវ៉ាសេលីទៅកាន់ប៉ុស្តិ៍ប៉ូលីសផងដែរនៅក្នុងកំឡុងពេលសួរចម្លើយលោកជួយនឹងក៏បាននិយាយបញ្ចុះបញ្ចូលដើម្បីឲ្យវ៉ាសេលីនឹងគឺធ្វើការផ្លាស់ប្ដូរចិត្តដើម្បីជួយមកកាន់ខ្លួនវិញប៉ុន្តែបើទោះបីជាមានការនិយាយពីសំណាក់លោកជួយយ៉ាងណាក៏ដោយចុងក្រោយនឹងវ៉ាសេលីក៏នៅតែប្រកែកមិនព្រមក្នុងការសហការនោះឡើយប៉ុន្តែពិតណាស់នៅពេលដែលលោកជួយបាននិយាយអំពីកូនស្រីរបស់ខ្លួនហើយនោះភ្លាមវ៉ាសេលីនឹងក៏បានធ្វើការផ្លាស់ប្ដូរនៅទឹកមុខភ្លាមដែលលោកជួយនឹងក៏បានបន្តថាគាត់ជឿជាក់ថាកូនស្រីរបស់វ៉ាសេលីក៏មិនចង់ឃើញឪពុករបស់ខ្លួននឹងគឺបានប្រព្រឹត្តជាមួយនឹងអំពើខុសច្បាប់ជាច្រើនគឺក្នុងគោលបំណងដើម្បីតែការពារទៅកាន់សុវត្ថិភាពរបស់នាងតែមួយមុខប៉ុណ្ណោះហើយមិនតែប៉ុណ្ណោះគាត់នឹងក៏បាននិយាយអះអាងអំពីសុវត្ថិភាពកូនស្រីរបស់វ៉ាសេលីថែមទៀតផងប្រសិនណាជាវ៉ាសេលីធ្វើការផ្លាស់ប្ដូរចិត្តដើម្បីជួយមកកាន់ក្រុមប៉ូលីសនោះគាត់នឹងធានាអះអាងអំពីសុវត្ថិភាពកូនស្រីរបស់វ៉ាសេលីដូចគ្នាហើយមិនតែប៉ុណ្ណោះលោកជួយក៏បានបញ្ជាទៅកាន់កូនចៅរបស់គាត់ដើម្បីធ្វើការស្វែងរកជាមួយនឹងវត្តមានរបស់កូនស្រីវ៉ាសេលីមកឲ្យបានផងដែរចំណែកនៅក្នុងមន្ទីរពេទ្យនេះវិញនៅពេលដែលវត្តមានរបស់ក្រុមប៉ូលីសធ្វើដំណើរចាកចេញទៅអស់នោះស៊ីវ៉ុនដែលជាប្អូនប្រុសរបស់ឌីនឹងក៏បានធ្វើដំណើរមកដល់ទីតាំងនៃមន្ទីរពេទ្យមួយនេះហើយបន្ទាប់ពីនោះ
នោះរឿងដែលអាកសរនឹងក៏បានកើតមានឡើងដោយសារតែក្នុងកំឡុងពេលនេះជីវ័ននឹងគេក៏បានធ្វើការសម្លាប់សិនចិនបាត់ទៅហើយស្របពេលដែលវ៉ាសាលីគាត់នឹងក៏បានធ្វើដំណើរមកដល់ទីតាំងនៃមន្ទីរពេទ្យនេះដូចគ្នាហើយនៅពេលដែលបានឃើញហេតុការណ៍ដ៏សោកសៅបែបនេះហើយវ៉ាសាលីគាត់គឺពិតជាមានអារម្មណ៍ឈឺចាប់ជាខ្លាំងបន្ទាប់ពីនោះគាត់នឹងក៏បានធ្វើដំណើរដើម្បីទៅជួបជាមួយនឹងលោកឈួយដែលគាត់នៅក្នុងកំឡុងពេលនេះគឺបានសម្រេចចិត្តថានឹងជួយលោកឈួយដើម្បីធ្វើការតាមប្រមាញ់ចាប់ខ្លួនទៅកាន់ឌីជាមួយនឹងកូនចៅគ្នារបស់ពួកគេនោះឯងហើយបន្ទាប់ពីនោះវ៉ាសាលីនឹងក៏បានធ្វើដំណើរមកជួបជាមួយនឹងឌីដើម្បីធ្វើការពិភាក្សាគ្នាអំពីគម្រោងនៃផែនការរបស់ពួកគេបន្តទៀតដែលគាត់គឺបានបង្ហាញជាមួយនឹងសកម្មភាពហាក់បីដូចជាធម្មតានោះទេហើយដោយសារតែគម្រោងនៃផែនការរបស់ពួកគេទាំងឡាយដែលបានប្រព្រឹត្តការពីលើកមុននោះគឺសិតសឹងតែត្រូវបានបំផ្លាញពីសំណាក់ក្រុមភ្នាក់ងារប៉ូលីសហើយជាពិសេសនោះគឺលោកឈួយនោះផ្ទាល់តែម្ដងដូច្នេះហើយវ៉ាសាលីនឹងក៏មានបំណងដើម្បីឲ្យឌីជាមួយនឹងគ្នារបស់ពួកគេចូលរួមជាមួយនឹងខ្លួនក្នុងប្រតិបត្តិការនៃការដោះដូរយន្តហោះចម្បាំងមួយជាមួយនឹងក្រុមមហាសេដ្ឋីនោះឯងដែលនៅក្នុងជំនួយនៅលើកនេះពួកគេនឹងគឺអាចទទួលបានជាមួយនឹងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ហើយឌីដោយសារតែយល់ថាខ្លួននេះគឺបានអស់ផ្លូវដើរដូច្នេះហើយគេនឹងគឺមិនស្ទាក់ស្ទើរនោះឡើយនៅក្នុងការសម្រេចចិត្តចូលរួមជាមួយនឹងវ៉ាសាលីដែលនេះក៏ជាការដោះដូរជាមួយនឹងសុវត្ថិភាពរបស់កូនស្រីវ៉ាសាលីនោះឯងក្នុងឈុតឆាកបន្ទាប់ពេលវេលានៃការដោះដូររបស់ពួកគេនឹងក៏ត្រូវបានចាប់ផ្ដើមឡើងផងដែរវ៉ាសាលីជាមួយនឹងឌីក៏ដូចជាគ្នារបស់ពួកគេដទៃផ្សេងទៀតនឹងក៏បានធ្វើដំណើរទៅដល់ទីតាំងនៃកន្លែងណាត់ជួបហើយបន្ទាប់ពីនោះដៃគូម្ខាងទៀតនឹងក៏បានធ្វើដំណើរមកដល់ដូចគ្នាដែលលោកឈិនជាមួយនឹងគ្នារបស់គេនឹងក៏បានធ្វើដំណើរមកដល់ជារឿងដ៏គួរឲ្យគាប់ជួននៅក្នុងកំឡុងពេលនោះកូនចៅរបស់គេម្នាក់នឹងក៏បានកត់សម្គាល់អំពីអត្តសញ្ញាណរបស់ឌីតែតាមពិតទៅឌីនេះហើយគឺជាក្រុមចៅដែលបានប្លន់ខ្លួនក្នុងកំឡុងពេលដែលបានធ្វើដំណើរនៅលើទូរថភ្លើងនោះឯងហើយហេតុផលដែលគេកត់ចំណាំអំពីមុខរបស់ឌីច្បាស់នោះគឺដោយសារតែក្នុងកំឡុងពេលនោះឌីនេះហើយគឺជាអ្នកកាត់ម្រាមដៃរបស់គេក្នុងគោលបំណងដើម្បីប្លន់យកជាមួយនឹងគ្រឿងអលង្ការបន្ទាប់ពីបានឮបែបនេះហើយវានឹងក៏បានបណ្ដាលឲ្យភាគីចំនួនទាំងពីរនឹងក៏ចាប់ផ្ដើមមានការតឹងសរសៃកជាមួយនឹងគ្នាហើយស្របពេលជាមួយគ្នានោះយន្តហោះចម្បាំងនឹងក៏បានធ្វើដំណើរមកដល់ទាំងតែក្រុមប៉ូលីសនឹងក៏មានវត្តមានឃ្លាំមើលនៅកាន់ទីតាំងនៃកន្លែងនោះដូចគ្នាលោកឈួយក៏ដូចជាក្រុមភ្នាក់ងារប៉ូលីសរុស្ស៊ីនឹងគឺមិនបានធ្វើសកម្មភាពនោះឡើយដោយពួកគេនឹងគឺបានធ្វើការឃ្លាំមើលអំពីសកម្មភាពនៃការដោះដូររបស់ពួកគេទាំងអស់គ្នានោះបន្ទាប់ពីនោះការប៉ះទង្គិចគ្នានឹងគឺកាន់តែរីករាលដាលរហូតដល់មានការផ្ទុះអាវុធទៅកាន់គ្នាទៅវិញទៅមកស្របពេលដែលក្រុមប៉ូលីសដែលមានវត្តមាននៅទីនោះក៏បានព្យាយាមបាញ់ដើម្បីរារាំងទៅកាន់ពួកគេទាំងពីរក្រុមឈុតឆាកនៃការបាញ់ប្រហារគ្នានឹងក៏បានកើតមានឡើងនៅក្នុងទីតាំងនៃកន្លែងរោងចក្របោះបង់ចោលនោះចំណែកអាប៉េឌីនៅពេលដែលឃើញសភាពការហាក់បីដូចជាមិនស្រួលហើយគេនឹងក៏បានព្យាយាមដើម្បីធ្វើការរត់ចាកចេញអំពីទីតាំងនៃកន្លែងមនុស្សដែលបានធ្វើដំណើរតាមរយៈយន្តហោះចម្បាំងដែលមានកូនចៅរបស់គេនឹងគឺជាអ្នកបើកបរចំណែកវ៉ាសាលីជាមួយនឹងលោកឈួយនៅពេលដែលបានឃើញបែបនេះពួកគេទាំងពីរនាក់នឹងក៏បានសហការគ្នាដើម្បីទៅធ្វើការរារាំងហើយនៅក្នុងកំឡុងពេលនោះអ្នកទាំងពីរនឹងក៏បានធ្វើការបើកឡានដើម្បីដេញតាមជាមួយនឹងយន្តហោះចម្បាំងមួយគ្រឿងនោះដែលលោកឈួយគាត់នឹងក៏បានធ្វើការលោតតោងទៅលើយន្តហោះមួយនោះស្របពេលដែលវ៉ាសាលីគាត់ក៏បានព្យាយាមបើកឡានដើម្បីទៅបំបុកកង់របស់យន្តហោះនោះផងដែរហើយនៅទីបំផុតអ្នកទាំងពីរនឹងក៏អាចធ្វើការរារាំងទៅកាន់ពួកគេទាំងពីរនាក់នោះបានសម្រេចដែលបានបណ្ដាយន្តហោះរបស់ឌីនឹងក៏ត្រូវហោះទៅបុកជាមួយនឹងបង្គោលដែលនៅទីនោះដូចគ្នាស្របពេលដែលវត្តមានរបស់ក្រុមប៉ូលីសរុស្ស៊ីជាច្រើនក៏បានធ្វើដំណើរមកដល់ទីតាំងនៃកន្លែងនោះផងដែរក្រុមប៉ូលីសក៏បានធ្វើការចាប់ខ្លួនទៅកាន់មេចៅដ៏សកម្មដែលបានធ្វើសកម្មភាពប្លន់ទៅកាន់បណ្ដាអ្នកដំណើរនៅក្នុងរយៈពេលប្រមាណរយៈចុងក្រោយនេះបន្ទាប់ពីបានធ្វើការចាប់ខ្លួនទៅកាន់មេចៅម្នាក់នោះបានសម្រេចហើយនៅក្នុងពេលវេលាបន្ទាប់តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងប្រទេសចិនជាមួយនឹងប្រទេសរុស្ស៊ីនោះពួកគេក៏បានសម្រេចចិត្តធ្វើបដិសេធដើម្បីបញ្ជូនអ្នកទោសពីទឹកដីនៃប្រទេសរុស្ស៊ីឆ្ពោះទៅកាន់ទឹកដីនៃប្រទេសចិនដើម្បីធ្វើការកាត់ទោសទៅកាន់ពួកគេនោះឯងក្នុងកំឡុងពេលជាមួយគ្នានេះផងដែរលោកឈួយនឹងក៏បានដឹងអំពីហានិភ័យនៅក្នុងកំឡុងពេលដែលបញ្ជូនអ្នកទោសមនុស្សដូច្នេះហើយគាត់នឹងក៏បានធ្វើការរៀបចំអំពីគម្រោងនៃផែនការនៃការការពារអ្នកទោសជាមួយនឹងក្រុមការងារក៏ដូចជាគ្នាក្រុមប៉ូលីសរបស់គាត់ផងដែរហើយថ្ងៃបញ្ជូនអ្នកទោសនឹងក៏បានមកដល់ស្របពេលជាមួយគ្នានេះអ្នកទោសទាំងអស់ដែលបានធ្វើបទល្មើសនៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីនេះគឺត្រូវបានក្រុមអាជ្ញាធរក៏ដូចជាប៉ូលីសរបស់ចិនគឺបានធ្វើការបញ្ជូនពួកគេទៅកាន់ទឹកដីនៃប្រទេសចិនវិញនៅពេលដែលរថភ្លើងបានធ្វើដំណើរចេញពីប្រទេសរុស្ស៊ីឆ្ពោះទៅដល់ទីតាំងនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីររថភ្លើងនឹងក៏ត្រូវធ្វើការឈប់សម្រាកដើម្បីផ្លាស់ប្ដូរកង់ក៏ព្រោះតែការធ្វើដំណើររយៈចម្ងាយដ៏ឆ្ងាយនេះវានឹងក៏បានបណ្ដាលឲ្យកង់រថភ្លើងគឺកើនឡើងជាមួយនឹងកម្ដៅផងដែរប៉ុន្តែវាក៏បានបង្កជាអាការល្អសម្រាប់កូនចៅក៏ដូចជាគ្នារបស់ឌីគឺក្នុងគោលបំណងដើម្បីចូលមកដណ្ដើមអ្នកទោសនោះឯងកូនចៅរបស់ឌីដែលដឹកនាំដោយមិត្តស្រីរបស់ខ្លួននោះក៏បានបាក់ការបាញ់ប្រហារទៅកាន់ក្រុមប៉ូលីសទាំងនៅក្រុមប៉ូលីសដែលព្យាយាមការពារអ្នកទោសនោះក៏បានបាក់ការបាញ់ប្រហារទប់ទល់ជាមួយនឹងពួកគេវិញផងដែរការប៉ះទង្គិចគ្នារវាងភាគីទាំងពីរនេះក៏បានបណ្ដាលឲ្យ
មិត្តស្រីរបស់ឌីនឹងក៏ត្រូវបានបាញ់សម្លាប់ស្របពេលជាមួយគ្នានោះឌីនឹងក៏ត្រូវបានកូនចៅរបស់គេរំដោះនិងមានបំណងរត់ចាកចេញប៉ុន្តែក្នុងកំឡុងពេលនោះលោកឈួយក៏ដូចជាវ៉ាសេលីនឹងគឺមានបំណងដើម្បីទៅរារាំងគេជាការល្អក្នុងកំឡុងពេលនោះផងដែរកូនចៅរបស់ឌីម្នាក់នឹងក៏បានចាប់ខ្លួនទៅកាន់វ៉ាសេលីដើម្បីធ្វើការភ្ជង់គំរាមទៅកាន់លោកឈួយដើម្បីឲ្យលោកឈួយនឹងធ្វើការដោះលែងទៅកាន់មេរបស់គេនោះឯងប៉ុន្តែពេលនោះឌីនឹងក៏បានស្រែកបញ្ជាទៅកាន់កូនចៅរបស់គេដើម្បីធ្វើការបាញ់សម្លាប់វ៉ាសេលីចោលទៅតែលោកឈួយក៏បានភ្ជង់កំភ្លើងមកកាន់គេដើម្បីឲ្យបិទមាត់ផងដែរហើយស្ថានភាពតានតឹងរវាងពួកគេទាំងពីរនឹងក៏បានបណ្ដាឲ្យកូនចៅរបស់ឌីនឹងគឺបានរាយកាយកំភ្លើងដែលវាក៏បានបណ្ដាឲ្យភ្នែករបស់វ៉ាសេលីនឹងគឺត្រូវបានទទួលរងរបួសភ្លាមដោយឃើញបែបនេះភ្លាមលោកឈួយក៏បានដកកំភ្លើងចេញមកនិងបាញ់សម្លាប់ប្អូនប្រុសរបស់វ៉ាសេលីឲ្យស្លាប់បាត់បង់ជីវិតបាត់ទៅហើយក្រុមប៉ូលីសជាច្រើនក៏បានធ្វើដំណើរមកដល់ផងដែរបន្ទាប់ពីនេះក្រុមចៅទាំងអស់គឺត្រូវបានបញ្ជូនទៅដល់ទឹកដីនៃប្រទេសចិនបានសម្រេចក្នុងគោលបំណងដើម្បីដាក់ទោសទៅកាន់ពួកគេឲ្យស័ក្តិសមជាមួយនឹងទង្វើដែលបានប្រព្រឹត្តហើយក្នុងកំឡុងពេលនោះកូនចៅរបស់លោកឈួយក៏បាននាំយកជាមួយនឹងវត្តមានរបស់កូនស្រីវ៉ាសេលីធ្វើដំណើរមកដល់ផងដែរដូច្នេះហើយវ៉ាសេលីគាត់ក៏អាចមានឱកាសដើម្បីជួបមុខទៅកាន់កូនស្រីរបស់គាត់ដែលបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែជារឿងដែលគួរឲ្យសោកសៅក្នុងកំឡុងពេលដែលការជួបគ្នារវាងឪពុកកូនទាំងពីរនាក់នោះវ៉ាសេលីគឺគាត់មិនមានឱកាសសូម្បីតែឃើញមុខកូនស្រីប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគាត់នឹងគឺពិតជារំភើបចិត្តនិងបានស្ទុះទៅអោបនាងផងដែរហើយសាច់រឿងមួយនេះគឺបានបញ្ចប់តែត្រឹមនេះឯងនៅចុងបញ្ចប់ក្រុមចៅដែលបានធ្វើសកម្មភាពប្លន់ទូររថភ្លើងដ៏សកម្មនោះក៏ត្រូវបានចាប់ខ្លួនដើម្បីធ្វើការដាក់ទោសស្របពេលដែលលោកឈួយជាមួយនឹងគ្នាដែលបានបំពេញនៅបេសកកម្មមួយនេះដ៏ល្អឥតខ្ចោះហើយនោះគឺត្រូវបានថ្នាក់លើរបស់ពួកគេធ្វើការដំឡើងតំណែងផងដែរជាចុងក្រោយបើសិនជាពេញចិត្តសូមកុំភ្លេចជួយធ្វើការចុច like ក៏ដូចជា subscribe មកកាន់ channel របស់ខ្ញុំម្នាក់មួយផងហើយរីករាយតាមដានទស្សនាជាមួយនឹងខ្សែភាពយន្តបន្តទៀត